ในដើមឆ្នាំ2017នេះស្បែកជើងបាល់ទាត់ Nike គឺបានចេញគុណភាពថ្មីចំនួនទី3របស់ Hyper Venom ថ្ងៃនេះខ្ញុំចង់បង្ហាញអំពីគុណភាពថ្មីហ្នឹងហើយស្បែកជើងដែលខ្ញុំយកមកបង្ហាញនៅក្នុងវីដេអូមួយនេះគឺជាគុណភាពទី1ដូចគ្នាខុសត្រង់តែមួយជាប្រភេទកខ្លីមួយទៀតជាប្រភេទដែលមានស្បែកប៉ាក់កវែងហើយគុណភាពទី1កខ្លីគឺមានឈ្មោះថា Hyper Venom Phantom 3ចំណែកឯកវែងវិញគឺ Hyper Venom Phantom 3 DF សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ហាងកីឡា ProKid ឥឡូវនេះយើងងាកមកមើលពីគុណភាពស្បែកវិញស្បែករបស់ model នេះគឺមានឈ្មោះថា Flyknit ស្បែក Flyknit ហ្នឹងគឺផលិតអំពីស្បែកប៉ាក់ដូចអស់លោកអ្នកបានឃើញអញ្ចឹងស្បែកប៉ាក់នេះគឺមានតាំងពីផ្នែកខាងមុខចំហៀងផ្នែកខាងក្រោយរហូតដល់កជើងគឺគ្របដណ្ដប់ពីលើស្បែកជើងទាំងមូលតែម្ដងនៅពេលដែលខ្ញុំប៉ះពីលើស្បែករបស់វាទៅខ្ញុំមានអារម្មណ៍ថាវាទន់ល្អខ្លាំងណាស់ចំណុចពិសេសមួយទៀតរបស់ស្បែកនេះគឺមានជ័រមួយយ៉ាងគឺគ្របដណ្ដប់ពីលើស្បែកហ្នឹងគឺដើម្បីកុំឲ្យស្បែកជាខ្លាំងនៅពេលដែលយើងពាក់លេងយូរទៅនៅចំហៀងនេះវិញបើសិនជាយើងមើលឲ្យកាន់តែជិតយើងនឹងឃើញខ្សែមួយឆ្នូតពីកន្លែងបាតឡើងមកដល់ប្រឡោះខ្សែចាប់ពីផ្នែកខាងក្រោយរហូតដល់ផ្នែកខាងមុខខ្សែមួយឆ្នូតនេះគឺវាមានឈ្មោះថា Flywire ផលប្រយោជន៍របស់ Flywire នេះគឺសម្រាប់រឹបជើងយើងឲ្យនៅមួយកន្លែងដូចជាខ្សែក្រវ៉ាត់អញ្ចឹងគឺមិនឲ្យជើងយើងល្អនៅក្នុងស្បែកជើងហើយមួយទៀតដាតរបស់វាវិញគឺ one piece design គឺការ design ដាតជាប់ជាមួយនឹងស្បែកសងខាងរបស់ស្បែកជើងតែម្ដងចំណែកផលប្រយោជន៍វិញគឺមិនល្អិនដាតមិនទើសជាមួយនឹងដាតនៅពេលដែលយើងពាក់លេងនៅកន្លែងកជើងវិញគឺមានស្បែកប៉ាក់កវែងផលប្រយោជន៍របស់ស្បែកប៉ាក់កវែងហ្នឹងគឺមានតួនាទីរឹបកជើងយើងឲ្យនៅមួយកន្លែងមិនងាយកលាច់និងងាយស្រួលបត់បែនចំណែកបាតខាងក្នុងវិញគឺផលិតអំពីអេប៉ុងស្តង់ដាទុនកម្រាស់វិញគឺក្រាស់មកល្មមហើយបាតខាងក្នុងនេះគឺវាមានឈ្មោះថា Nike Grid ឥឡូវនេះយើងងាកមកមើលពីបាតខាងក្រោមវិញបាតខាងក្រោមហ្នឹងគឺវាមានឈ្មោះថា Hyper Reactiveហើយប្រយោជន៍នេះគឺល្បឿននិងងាយស្រួលបត់បែនគុណភាពទី1របស់ Nike គឺមកជាមួយនឹង ACC Technology ផលប្រយោជន៍របស់ ACC ហ្នឹងនៅពេលដែលស្បែកជើងយកទៅទឹកគឺជួយឲ្យយើងគ្រប់គ្រងបាល់បានល្អជាងមុនបើសិនជាអស់លោកអ្នកចង់បានស្បែកជើងដែលមានស្បែកទន់ល្អផលិតអំពីស្បែកប៉ាក់ល្បឿននិងងាយស្រួលបត់បែន Hyper Venom ចំនួនទី3នេះគឺជាជម្រើសល្អបំផុតសម្រាប់អស់លោកអ្នកដើម្បីទទួលបានវីដេអូថ្មីទៀតសូមចុច like, share ឬក៏ comment នៅវីដេអូខាងក្រោមជួបគ្នានៅវីដេអូក្រោយ